បើ Facebook មកគឺឃើញបងស្រីគាត់ធ្វើនំស្លឹកតើយស្នូលដូងហើយគ្រឿងផ្សំរបស់យើងមានដូងហើយនឹងស្លឹកតើយហើយនឹងស្ករសហើយនឹងស្ករក្រហមស្ករសនិងស្ករក្រហមយើងបែងចែកជាពីរមួយយើងដាក់លាយជាមួយនឹងម្សៅមួយទៀតគឺយើងកូរជាមួយនឹងដូងហើយដូងនេះយើងយកមួយផ្លែយើងកោសវាឲ្យយើងស្ដើងអីបន្តិចទៅហើយយើងយកមកលីងឲ្យវាស្រស់ទឹកសិនចាំយើងយកមកកូរជាមួយនឹងស្ករហើយយើងលីងអីហើយមកសពប់អីទៅចាំយើងចាប់ផ្ដើមកូរមួយនឹងស្ករក្រហមរបស់យើងវិញអញ្ចឹងណានេះយើងស្ករក្រហមគឺដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនដាក់រៀងច្រើនឬក៏ឡំស្រាប់តែអ្នកទាំងអស់គ្នាអញ្ចឹងក៏យើងកូរច្រវល់ជាមួយនឹងដូងនិងស្កររបស់យើងឲ្យចូលជាតិហើយចន្លោះពីពេលហ្នឹងគឺនាងខ្ញុំមកលីងម្សៅនេះម្សៅមីអញ្ចឹងម្សៅមីនេះយើងដាក់មកកូនចានមួយចានចង្កឹះចាហើយនេះខ្ទិះដូងយើងចាក់ខ្ទិះដូងផងហើយនឹងស្លឹកតើយផងហើយនឹងពងទាមួយគ្រាប់ហើយបើយើងដាក់ពីរគ្រាប់ក៏បានដែរហ្នឹងគឺយើងចង់ឲ្យបានសាច់នំរៀងឡើងអញ្ចឹងណាតែនេះខ្ញុំដាក់មួយគ្រាប់អញ្ចឹងយើងកូរគោះឲ្យវាសប់បាយចូលជាមួយនឹងគ្នាចាំយើងចាក់លាយជាមួយនឹងម្សៅបងប្អូនដាក់ចូលជាមួយនឹងម្សៅច្របល់ជាមួយម្សៅក៏បានដែរតែនេះខ្ញុំធ្វើអញ្ចឹងងាយស្រួលនឹងថាយើងមើលថារៀងសាច់ពងទាម៉ត់ឬក៏មិនម៉ត់អញ្ចឹងណាចាអញ្ចឹងយើងយកកស្រែងត្រង់វាអញ្ចឹងទៀតដើម្បីឲ្យវាដោយពពុះហើយនឹងកាកដុំពងទាអញ្ចឹងក៏យើងលាយជាមួយនឹងម្សៅហើយយើងទុកប្រហែលជា5នាទីអីទៅចាំយើងយកមកចាក់នេះចាអញ្ចឹងយើងចាក់រៀងផ្ទះរៀងទូធំក៏បានដែរសាច់តែចំណងចំណូលហើយនេះខ្ញុំដាក់មកផ្ទះហ្នឹងគឺថាពីវេកទូអញ្ចឹងអញ្ចឹងក៏យើងក្រោកវាឲ្យឆ្អិនម្សៅហើយឆ្អិនម្សៅគឺងាយស្រួលនឹងមើលបងប្អូនគឺម្សៅរៀងឆ្អិនហើយអញ្ចឹងយើងយកមកដាក់ដូងហើយយើងរុំវាអញ្ចឹងបងប្អូនហើយនិយាយថាផ្ទះហ្នឹងគឺថាខ្លោចទេបងប្អូនតែខ្លោចនំរបស់យើងគឺសាច់នំអត់ខ្លោចទេបងប្អូនអញ្ចឹងគឺថាខ្លោចតិចទេនេះបងប្អូនឃើញទេគាត់តែឃើញហ្នឹងគឺថាឈ្ងុយមែនទែនជាពិសេសគឺបានលឹកតើយហើយនឹងស្នូលដូងទៀតគឺថាក្លិនមែនទែនហើយនាងខ្ញុំហ្នឹងគឺក៏ធ្វើមិនសូវច្រើនដែរគឺថាធ្វើសាក់មើលធ្វើដឹងធ្វើបានដូចគាត់អត់ចឹងណាអញ្ចឹងពីថាធ្វើអីហ្នឹងគឺថាក្មេងៗគឺថាចាំហូបនំឲ្យបងប្អូនគាត់តែឃើញគាត់ដឹងណាអញ្ចឹងនំរបស់យើងហើយបងប្អូននេះលឹងតំណងមែនទែនហើយយើងជាមួយនឹងខ្ញុំកាត់ណាហើយជាពិសេសគឺបានសាច់ដូងរៀងខ្សាច់ខ្ចីទៀតគឺថាតំណងមែនទែនមួយហើយបងប្អូនអាចធ្វើដូចនេះខ្ញុំក៏បានដែរគឺថាឆ្ងាញ់ហ្មងនេះឃើញបងប្អូនលឹងតំណងមែនទែនហើយលឹងជាតិហើយនិយាយទៅគឺថាលឹងតំណងមែនទែនបងប្អូនមើលក៏មិនបាច់ចាំបាច់នាងខ្ញុំនិយាយដែរហើយវីដេអូរបស់នាងខ្ញុំក៏ដល់ទីបញ្ចប់ដែរសូមអភ័យទោសនិងសូមកាន់ទោសដល់ពុកម៉ែបងប្អូនឃើញហើយរៀងលេងសើចច្រើនឬក៏អីហ្នឹងក៏កុំខឹងនាងខ្ញុំអីហើយនេះគឺថាធ្វើបែបងាយបែបអ្នកនៅចំការស្រែមិនសូវជាចេះចំណេះដឹងអីដូចគេទេអញ្ចឹងក៏ចង់ធ្វើចែកម្លែកដល់ពុកម៉ែបងប្អូនអញ្ចឹងណានេះហើយនិយាយថាក្បាលចុងក្រោយគឺថាឃើញហូបមួយហ្នឹងគឺថាមកឆ្អែតហ្មងហូបប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់ទៀតព្រោះសារតានាងខ្ញុំធ្វើយ៉ាងតិចអញ្ចឹងណាចាអញ្ចឹងឲ្យគ្នាញ៉ាំមួយម្នាក់មួយអីចឹងទៅហើយមើលបងប្អូនគឺថាតំណងមែនទេអូងាប់ហើយដាក់ចោលដាក់ឡើង